បាទសួស្តីបងប្អូនគ្នាថ្ងៃនេះខ្ញុំមានវីដេអូតាក់ទងនឹងសំណើទៅកាន់ TLC ដើម្បីជួសជុលកាបឬក៏ maintenance ដែលកន្លងមកបងប្អូនយើងអាប់ដេតនៅតែមានការខុសច្រើនហើយខ្ញុំអត់និយាយពាក់ព័ន្ធនឹងការអូសកាបធំទេពីព្រោះអីកាបធំគឺបងប្អូនយើងផ្ញើជា file និងផ្ញើជារូបភាពជាមួយនឹងព័ត៌មានបន្ថែមដើម្បីខាង Fix Problem អ្នកស្នើសុំប៉ុន្តែនៅ like អ្វីដែលខុសច្រើននោះគឺតាក់ទងនឹងការស្នើសុំ maintenance ស្នើសុំcheck ប្រអប់ maintenance ខ្សែឬក៏ស្នើសុំ SOS last mile ណាបាទខ្សែតូចអញ្ចឹងខ្ញុំប្រសុំអត់តែម្ដងគឺវីដេអូនេះគឺយើងលំអិតម្ដងទៀតពីព្រោះអីមានការអាប់ដេតមួយចំនួនតូចអញ្ចឹងកុំឲ្យបងប្អូនយើងយល់ច្រឡំខ្ញុំធ្វើការបង្ហាញនិងបញ្ជាក់លម្អិតបន្ថែមជូនបងប្អូនគ្នាចំពោះ company នេះគឺមានតែពីរមាន GS ជាមួយនឹង CNN អញ្ចឹងបងប្អូននឹង select GS មកហើយ request tab យើង request ប្រភេទ request ហ្នឹងគឺយើងសម្រាប់ maintenance ឬក៏ SOS cable បើយើង SOS មានន័យថាយើងស្នើសុំដើម្បីអូសកាបថ្មីជូនអតិថិជនឬក៏ replace cable ជូនអតិថិជនណាតែបើយើង maintenance យើង select ខាងក្រោមនេះហ្នឹងណាឥឡូវខ្ញុំបង្ហាញលម្អិតពាក់ព័ន្ធនឹងការស្នើសុំអូសកាបតូចជាមួយនឹង maintenance បែងចែកពីរនឹងឲ្យដាច់ពីគ្នាហ្មងអូខេយើង select SOS ដើម្បីយើងស្នើសុំអូសកាបជុះឬក៏អូសកាបថ្មីជូនអតិថិជនឬក៏ service ភ្ញៀវបាទហើយ3នេះ3ចំណុចនេះគេបញ្ជាក់ចំពោះ SBB maintenance យើង select SBB មានន័យថាយើងស្នើសុំទៅកាន់ Fix Problem ឲ្យអ្នក check ហើយនឹងអ្នក approve យើងអ្នក ask permit ឲ្យយើងហើយចំពោះ TS maintenance នេះពាក់ព័ន្ធនឹងខាង Tramission តែ deadline ខាងយើងមាន12ទេទាក់ទងនឹង SBB ទាក់ទង maintenance យើង select ស្នើសុំទៅ Fix Problem ប៉ុន្តែទាក់ទងនឹង SOS cable មិនថាតូចមិនថាធំទេយើង select ខាងក្រោមយើង select ទៅ NOC ស្នើសុំទៅ NOC បាទក្នុងហ្នឹងជាអញ្ចឹង SOS cable អញ្ចឹងយើងមើលទៅយើង select មក NOC ក្នុងហ្នឹងបាទអូខេឈ្មោះអ្នកដែលស្នើសុំបងប្អូនយើងស្នើសុំដាក់ឈ្មោះខ្លួនឯងមកហើយ ID បងប្អូនយើងដាក់ឈ្មោះ ID បងប្អូនយើងទៅលេខទូរស័ព្ទជាមួយនឹង account number ឧទាហរណ៍មានបញ្ហា account មួយណាគឺយើងវាយ account មួយហ្នឹងមកណាហ្នឹងពេញ account មក account អ៊ីនធឺណិតភ្ញៀវហើយចំពោះក្រុមហ៊ុនកន្លែងនេះមានតែមួយទេហើយចំពោះជួសជុលជូនអតិថិជនឬក៏ក្រុមហ៊ុនកន្លែងហ្នឹងបងប្អូនបើសិនជាអូសកាបជួសសម្រាប់អតិថិជនអ៊ីនធឺណិតយើងវាយឈ្មោះអតិថិជនមកណាពីព្រោះអីក្នុងហ្នឹងវាមាននៅក្នុងcomplaint ឈ្មោះអតិថិជនគឺមាននៅក្នុង MB CCS system app ពេលដែលយើង log ចូល app ហ្នឹងទៅវាមាន complaint ហ្នឹង ID មួយហ្នឹង account មួយហ្នឹងគឺមានឈ្មោះអតិថិជននិងលេខទូរស័ព្ទគាត់ហើយអញ្ចឹងដាក់ឈ្មោះគាត់មកហើយចំពោះហេដ្ឋារចនាសម្ព័ន្ធបងប្អូនអរគ្នាយើង select last mile ដាក់ហ្នឹងមកវាមានគេដាក់មកខ2ខខ្សែហើយចំពោះការជួសជុលខ្សែគឺលើអាកាសបាទបើសិនជាមានក្រោមដីដាក់ក្រោមដីមកហើយខ្សែប្រហែលដសៃឧទាហរណ៍ថាប្លុកហ្នឹងវាដាច់2 3ដសៃបងប្អូនយើង request តាមហ្នឹង2ដសៃ2គុណប្រហែលនេះទៅ2គុណ1អញ្ចឹងមានន័យថាខ្សែ2ដសៃគេមកខ2ដសៃដាច់បាទហ្នឹងឬក៏បើសិនជា2ខ1ដសៃដាក់អញ្ចឹងមកបាទ1គុណ2ខអញ្ចឹងទៅបាទហើយតើតើនឹង start point end point address បងប្អូនយើងមើលទៅបើសិនជាដាច់ចន្លោះ100 200ម៉ែត្រអត់មានឆ្លងភូមិឃុំទេយើងដាក់តាមហ្នឹងមក start point ក៏ភូមិឃុំស្រុកខេត្តហ្នឹងទៅហើយ end point ក៏ហ្នឹងដែរទៅបាទហើយខេត្តណាស្នើសុំមកខេត្តហ្នឹងមក let long ក៏ដូចគ្នាដែរបងប្អូនអរគ្នាគឺមានន័យថាយើង show នៅលើ Google Map គឺ start ប៉ុណ្ណា end ប៉ុណ្ណាអញ្ចឹងធ្វើម៉េចឲ្យស្មើជាមួយនឹងការស្នើសុំរបស់យើងណាដាក់មក let long ណាបើដល់ស្នើសុំ100ម៉ែត្រអញ្ចឹង start point end point ធ្វើម៉េច100ម៉ែត្រ location ចាប់ពី start ដល់ end ណាបាទហើយចំពោះស្នើសុំរងងចាប់ដើមនឹងបញ្ចប់ហ្នឹងគឺមានន័យថាតើតើនឹងការស្នើសុំហ្នឹងថែទាំហ្នឹងបញ្ហាតើតើនឹង SOS cable ហ្នឹងយើង select ជួសជុលកាបថ្មីនឹងករណីថា start point end point ខុសគ្នាបាទអញ្ចឹងយើង select ហ្នឹងមក
mình tha cạp thôm cạp tối như thế này bà mới tiết việc bọn chỉ ngày khai bò để trong gì với chân thủ thòn rồi mệt chẳng start point end point cho mấy show nó lên Google Maps cứ rồi mệt đó hay để cứ thế tôi là sna xong ok tôi chừng ngày mà rồi vì rồi mệt nó như sna xong không ngày nó cứ thở về chọc không ngày nó này đó hay mua là hát nhưng thật đã làm ất á ô đó đặt ca để xa y để xa ca cặp pri đặt xa chạy sẻ phơn rồi có để xe mua bực cô thưa oi cảm những khôi kha trên đấy đặt chạy đai mà là tập phó để tôi là ca reason được thả đặt cạp đó còn mọi được về đặt cáp mà cô nên đặt cáp và đơn thả đặt cáp mua là hai đấy nên người đã làm ẩn hay chụpรูป ភាព ទី 1 គេដែររូបភាពនៃស្ថានភាពខូចខាតនៃខ្សែកាមដោយមានកាមេរ៉ា time stamp ដែលយើងថតមួយលេតឡងបាទយើងថតមកឲ្យមានឃើញការធ្លាក់ដាច់មកបាទកន្លែងដែលមានបញ្ហាថតមកហើយរូបភាពទី2ទាក់ទងនឹងលើ Google Map ដែលយើង view start point end point ហ្នឹងចម្ងាយឲ្យត្រូវជាមួយនឹងការស្នើសុំរបស់យើងនេះប៉ុណ្ណឹងមកប៉ុណ្ណឹងហើយអូខេបងប្អូនអរនេះគឺធ្វើការ submit ទៅចប់ហើយបាទក្នុងហ្នឹងនឹងប៉ុណ្ណឹងហើយខ្ញុំបញ្ជាក់លើនេះបងប្អូនអរគ្នាទៅច្រឡំក្នុងហ្នឹងគឺបងប្អូនយើងស្លេចខុសច្រើនប៉ុន្តែវាជាបញ្ហាទេខាង Fiberbank នៅតែ submit ឲ្យយើងអញ្ចឹងប៉ុន្តែតាមពិតកន្លែងហ្នឹងបើយើងស្នើសុំទៅនឹង OCAP LS មិនថាតូចធំទេយើងត្រូវស្នើសុំទៅគេដាក់ NC អញ្ចឹងដាក់ NC មកពីព្រោះខាងនេះគេអត់មាន separate ឲ្យច្បាស់ទេឲ្យច្បាស់ថាត្រូវខាងណាអ្នក check ទេក៏ប៉ុន្តែបន្ទាប់ពីយើង select last mail គឺវាត្រូវតែធ្លាក់ទៅកាន់ Fiberbank អ្នកត្រួតពិនិត្យឲ្យយើងហើយនេះអញ្ចឹងប៉ុណ្ណឹងបងប្អូនយើង submit ទៅចំពោះការតូចសំខាន់បំផុតគឺព័ត៌មានដែល select ឲ្យត្រឹមត្រូវមួយទី2សំខាន់ជាងគេនោះគឺរូបភាពមានកាមេរ៉ា time stamp កន្លែងដែលមានបញ្ហាហើយនឹងរូបភាព capture នៅក្នុង Google Map start point end point ឲ្យត្រូវចម្ងាយដែលយើងស្នើសុំប៉ុណ្ណឹងគឺចប់អូខេ submit ទៅចប់បាទវីដេអូហ្នឹងមានប៉ុណ្ណឹងបងប្អូននេះមានចម្ងល់អីយើងសាកសួរបន្ថែមទៀតបានជិះវាងយើង submit ដោយបានមើលវីដេអូការណែនាំអីធ្វើឲ្យការ recover service ភ្ញៀវគឺយឺតយ៉ាវជូនអតិថិជនបាទអូខេអរគុណច្រើនជំរាបលា